នៅសន្តាគារ Imperial កាលពីពេលថ្មីនេះកម្ពុជាវៀតណាមនិងប្រទេសឡាវបានសហការគ្នារៀបចំសិក្ខាសាលារួមគ្នាមួយដើម្បីផ្សព្វផ្សាយសៀវភៅដំបូងស្ដីពីប្រភេទផ្ដៅនិងតំបន់មេគង្គដើម្បីរួមគ្នាថែរក្សាពូជផ្ដៅនៅក្នុងបណ្ដាប្រទេសទាំង3នេះឲ្យបានគង់វង្សលោកឈិតសំអាតអគ្គនាយកអង្គការ WWF បានមានប្រសាសន៍ថាសៀវភៅនេះរាប់បញ្ចូលលម្អិតអំពីរុក្ខជាតិផ្ដៅចំនួន65ប្រភេទដែលត្រូវបានកត់ត្រាទុកនៅក្នុងប្រទេសកម្ពុជាប្រទេសឡាវនិងប្រទេសវៀតណាមហើយក្នុងចំណោមផ្ដៅទាំងនេះមានផ្ដៅចំនួន2ប្រភេទថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាគឺផ្ដៅទឹកឃ្មុំនិងផ្ដៅបន្លាដងពេញយើងឃើញផ្ដៅនេះគឺថាមានសារៈប្រយោជន៍ច្រើនទី1គឺវាអាចជួយជាសម្ភារៈប្រើប្រាស់នៅក្នុងគ្រួសាររបស់គាត់ទី2គឺយើងអាចយកផ្ដៅទៅកែច្នៃទៅជាសម្ភារៈឧស្សាហកម្មដូចជាអីកន្ត្រកជាអីជាដើមហើយគាត់អាចប្រើប្រាស់នៅក្នុងការផ្ទាល់ខ្លួនរបស់គាត់ផងសហគមន៍របស់គាត់ផងគាត់អាចយកទៅលក់ចេញនៅក្នុងទីផ្សារអន្តរជាតិឥឡូវក៏យើងមាននៅក្នុងទីផ្សារអន្តរជាតិដែរប្រទេសយើងបាននាំចេញទៅច្រើនដូចជាប្រទេសចិនប្រទេសផ្សេងទៀតបាទវៀតណាមអីហ្នឹងគឺថាយើងនាំចេញទៅប្រទេសជិតខាងរបស់យើងហើយយើងនឹងពង្រីកទីផ្សារនឹងឲ្យបានច្រើនទៀតបើសិនជាយើងផលិតបានល្អហើយការគ្រប់គ្រងផ្ដៅយើងប្រកបដោយនិរន្តរភាពបានល្អគឺថាយើងនឹងពង្រីកបានទៅទៀតព្រោះផលិតផលផ្ដៅឲ្យលោកស្រីដឹងហើយគឺយើងឃើញថាមានការនិយមប្រើប្រាស់ជាពិសេសនៅប្រទេសអឺរ៉ុបអីគឺគេមកគេអត់ចង់ប្រើឈើយើងទេពីព្រោះកាលណាយើងគេប្រើឈើទៅគេយល់ថាគេកាប់ឈើបំផ្លាញធម្មជាតិបំផ្លាញការប្រែប្រួលអាកាសធាតុអីអញ្ចឹងគេអត់ចង់ប្រើទេគេប្រើផ្ដៅជាជំនួសវិញអ្វីដែលជាការព្រួយបារម្ភរបស់យើងនឹងយើងឃើញថាការដកហូតផ្ដៅរបស់យើងនឹងគឺមិនទាន់បានត្រឹមត្រូវនៅឡើយទេការដកហូតចេញពីក្នុងព្រៃធម្មជាតិនឹងគឺមិនទាន់បានត្រឹមត្រូវធ្វើឲ្យអាស្តុកបានន័យថាផ្ដៅរបស់យើងនឹងគឺមានការធ្លាក់ចុះអញ្ចឹងទេចំណុចនេះគឺមានសារៈសំខាន់ណាស់គឺក្នុងប្រទេសផ្សេងគឺគេមានផែនការដើម្បីជំនួសផ្ដៅនៅក្នុងព្រៃធម្មជាតិនឹងវិញកុំឲ្យការដកហូតលើសអញ្ចឹងគឺសភៅនេះក៏ចូលរួមចំណែកសំខាន់ដើម្បីប្រាប់ថាយើងត្រូវដកហូតយ៉ាងម៉េចដើម្បីធានានៅនិរន្តរភាពផ្ដៅរបស់យើងកុំឲ្យដកហូតទៅវាអស់ទៅក្នុងព្រៃធម្មជាតិរបស់យើងបាទក្នុងនេះខ្ញុំសូមជម្រាបដែរយើងមិនលើកទឹកចិត្តឲ្យសហគមន៍ដែលនៅក្នុងតំបន់មូលដ្ឋានហ្នឹងកាប់ព្រៃដើម្បីដាំផ្ដៅទេបាទខ្ញុំសូមបញ្ជាក់ឲ្យច្បាស់គឺថាយើងចង់ជំរុញការដាំផ្ដៅនៅក្នុងព្រៃធម្មជាតិនិងប្រើប្រាស់ផ្ដៅឲ្យមាននិរន្តរភាពនៅក្នុងព្រៃរដ្ឋាភិបាលហើយនឹងសំណុំពរដែររដ្ឋាភិបាលយើងគួរជំរុញធ្វើម៉េចឲ្យមានការដកហូតអនុផលព្រៃឈើផ្ដៅវលពៈនេះគឺឲ្យបានកាន់តែខ្លាំងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនដែលនៅក្នុងតំបន់ជនបទអញ្ចឹងគឺប៉ុន្តែផ្ដៅនេះគឺបើសិនជាយើងគ្រប់គ្រងស្រួលបួលដកប្រើប្រាស់ស្រួលបួលមាននិរន្តរភាពយើងអាចឲ្យសហគមន៍នីមួយៗគឺមានចំណូលហើយបើយើងតាមការសិក្សាយើងឃើញរហូតទៅដល់1លានកន្លះប្រាក់ចំណូលដែលគាត់ទទួលបានហើយគ្រួសារនីមួយៗគាត់អាចមួយខែគាត់បានរហូតដល់$80បើសិនជាគាត់អាចដកយកមកប្រើប្រាស់ហើយគាត់ធ្វើផលិតកម្មហ្នឹងបានត្រឹមត្រូវ1លានកន្លះក្នុងមួយឆ្នាំបាទក្នុងមួយឆ្នាំនៅសម្រាប់ទូទៅនៅក្នុងប្រទេសណាប៉ុន្តែយើងឃើញនៅក្នុងគ្រួសារមួយគាត់អាចចំណូលរហូតដល់$80ជាងក្នុងមួយខែដែរបើសិនជាគាត់អាចធ្វើផលិតកម្មហ្នឹងបានល្អបាទលោកបណ្ឌិត Charles M Peter អ្នកនិពន្ធម្នាក់នៃសៀវភៅនេះបានឲ្យដឹងថាលក្ខណៈពិសេសនៃសៀវភៅនេះគឺវាបង្ហាញអំពីទិដ្ឋភាពអេកូឡូស៊ីជីវសាស្ត្រនិងការបណ្ដុះធនធានផ្ដៅនិងព្រៃឈើដ៏មានតម្លៃជាងនេះទៅទៀតយើងចង់ឲ្យមនុស្សទូទៅដឹងថាការប្រមូលផលផ្ដៅនឹងគ្មាននិរន្តរភាពឡើយប្រសិនបើការដកហូតយកមកប្រើប្រាស់លើសពីបរិមាណនិងសមត្ថភាពនៃការដុះលូតលាស់របស់ផ្ដៅសូមបញ្ជាក់ថាប្រាក់ចំណូលដែលប្រជាជនទទួលបានពីអនុផលព្រៃឈើផ្ដៅនេះក្នុងមួយឆ្នាំនៅទូទាំងប្រទេសកម្ពុជាមានចំនួន$1.5 លានសហរដ្ឋអាមេរិកក្នុងនោះគ្រួសារនីមួយៗទទួលបានប្រាក់ចំណូលពី$80ទៅ$90 សហរដ្ឋអាមេរិកក្នុងមួយខែប្រសិនបើប្រជាពលរដ្ឋសហគមន៍ដកមកប្រើប្រាស់និងធ្វើផលិតកម្មបានត្រឹមត្រូវ។